bom nó tiền này vẹn đi miên khmôi sấy mà này có thua nhom tha quát trong chơi lôi thì kia mà thua tè lọ ọt mình nhom ọt hiền chai tha lọ rồi còn mình lọ bị pro mình ban đăng thà khmôi vô mà thua tè sầm rạp nấy rồi môi có khmôi thua tè sầm rạp chuột chơi bom nó kia bia mình ạc rạ tì lọ rồi ạc rạสำคัญเลยขโมยโยมมาเผอนั่งเถอะอดเบอร์เส้นเดียโยมมาเทอแต่ครูนไอสำหรับเอามีแต่ทมขนมคู่เดี๋ยวเลยใจเก๋ขยมอดกอมตรอเตใต้เบอร์เส้นเจียโยลอยนั่งโยเมาดับใบเทอแต่เจียสำนังเดี๋ยวสั่งให้จัวเลยเก๋ไอบานพอเลือกปีกาประขยมโอเคบัดปีศาจขยมไหมขยมบ้านแผบบองปอนต่อคนี้ไม่เนี่ยถ้าขยมมีนตรวจบนซ้ำจีบจังเนื้อขนมบนซ้ำจีบบ้านให้ตรวจเด็กยมเต็งมาให้ยมเทอจูลบ้านกำไรจังจำจีบจีเรียงรอขายหอไงยมกับเบียนอาเกียปนิจกรรมสำหรับจูลเอาแต่เนกี้โดยเจียวิทยุเตอจีอาเกียบอกไอจังเตอจังบัดไปสาวยมกาปีสมัยกาเด็กยมเทออาเกียจูลไอเกียเนี่ยก็นึกน้องกับลองเปเด็กยมmìnhซื้อจีฉลาดไว้แล้วฉลาดได้ยมประกาศខ្លួនឯងថាលើអត់ល្ងងទេមានលុយខ្លួនឯង50%កំចៃធនាគារមក50%ធ្វើអាគារមួយជួលឲ្យគេដោយសារបង់ការប្រាក់គេឲ្យក៏សល់$500ដែរគិតបែបហ្នឹងបង់ធនាគារទាំងការទាំងដើមឲ្យទូទាត់លាត់សើយទៅនៅសល់លុយ500ផ្លេចគិតអាប្រាក់ដើមខ្លួនឯងចូលទៅនៅក្នុងនឹង$400,000អាគារមួយនឹងទាំងដីទាំងសំណង់អស់ជាង500,000អញ្ចឹងខ្ចីលុយធនាគារថែម250000យកមកធ្វើចូលទៅក្នុងនឹងអាងថាការប្រាក់របស់ធនាគារវាការដល់មរៀលទេវាអស់តែស្ទើរ2000ទេអញ្ចឹងយើងជួលបានច្រើនដែរ3000ដែរទូទាត់ទៅសិសល់500គិតឃើញណាគិតត្រូវណាពេលហ្នឹងតែអត់ត្រូវទេសម័យនេះគិតថាខ្លួនឯងល្ងងបើសិនជាកាលនោះខ្ញុំយកលុយចំនួនប្រាក់ដើមខ្ញុំ250000យកទៅទិញដីមកតឥឡូវប្រហែលខ្ញុំសល់លុយនឹងប្រហែលជា2លានកន្លះលុយចំណេញមកតឥឡូវនេះវាអត់ខាតទេអាគារនឹងជាមួយនឹងដីនឹងវាលក់បានប្រហែលជា$1លានកាត់ថ្លៃដើមរបស់ខ្ញុំចេញទៅក៏នៅចំណេញបានតែ400000ដែរឃើញបាន400000នេះចឹងខុសត្រូវលុយនេះ2លានជាបទពិសោធន៍មួយសម្រាប់តកូនថាមុននឹងធ្វើអ្វីវិនិយោគលើអចលនទ្រព្យគឺត្រូវគិតឲ្យបានវែងឆ្ងាយហើយមិនមែនតែមួយអាគារទេលើសពីមួយក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះអាយុប៉ុណ្នេះគិតឃើញថាអត់ខុសទេដោយសារពេលដែលចូលនិវត្តន៍ទៅយើងបានកម្រៃពីហ្នឹងយកមកចិញ្ចឹមជីវិតអ្វីដែលត្រូវលួងខ្លួនឯងតែដល់ពេលចាស់ទៅយើងមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើអ្វីពោពេញដោយធម៌ពលទេមានអារម្មណ៍ថាត្រូវនេះជាជីវិតរលកជីវិតចឹងក្មួយមុននឹងខ្ចីលុយធនាគារមកធ្វើផ្ទះពិចារណាគិតឲ្យបានវែងឆ្ងាយមុននឹងធ្វើសំណង់ជួលក៏ត្រូវតែគិតឲ្យបានវែងឆ្ងាយដែរចំពោះខ្ញុំឥឡូវនឹងដីខ្ញុំតនេច្រើនណាតាមផ្លូវជាតិបើសិនជាមានអ្នកណាមួយមកឲ្យខ្ញុំជួលទៀតឲ្យលុយខ្ញុំធ្វើសំណង់លើហ្នឹងទៀតក៏ខ្ញុំថាណូដែរពីព្រោះអីខ្ញុំយកលុយទៅទិញដីវិញចំណេញជាងអូខេ